thiên miền đã bảo dân chọn thua lơ vì mất cứ cho một bộ Lina thôi chỉ sang xa đã bảo cóแต่ ម្ដង គូសោកស្ដាយណាស់នៅពេលនោះលីណាបានបដិសេធហើយនិយាយតាមត្រង់ថាពួកគេមិនស័ក្តិសមនឹងគ្នាទេដោយសារតែជីវភាពរបស់ពួកគេខុសគ្នាឆ្ងាយពេកចំណុចត្រង់នេះខ្ញុំប្រហែលជានាំគ្នាគិតថាលីណាគឺជាមនុស្សប្រកាន់វណ្ណៈមកលុយតែវាគឺជាការពិតនៅក្នុងសង្គមរស់នៅសប្តាហ៍ថ្ងៃលុយសំខាន់ណាស់បើសិនជាយើងមានលុយយើងអាចជួលមនុស្សឲ្យធ្វើការជំនួសយើងបានហើយយើងសល់ពេលវេលារស់នៅយ៉ាងសុខសាន្តជាមួយនឹងគ្រួសារមិនចាំបាច់ពិបាកទៅធ្វើការស្វែងរកលុយអ្នកខ្លះដល់ថ្នាក់រវល់រហូតដល់គ្មានពេលជួបជុំជាមួយនឹងប្រពន្ធហើយនឹងកូនត្រឡប់មករឿងរបស់យើងវិញធានមិញខឹងចិត្តណាស់ក៏កាន់ប៉ាន់តែរបស់គាត់ឡើងទៅលើដំបូលដើម្បីសម្រេចម្ដងថ្នាចុងក្រោយពេលនោះគាត់ចង់ឲ្យនេះជប់ភ្នំមាសឲ្យគាត់តែម្ដងដើម្បីគាត់បានខ្លាយទៅជាអ្នកមានហើយនេះក៏ប្រាប់ធានមិញវិញថាអត់បញ្ហាទេប៉ុន្តែគាត់ចង់ឲ្យធានមិញស្ដាប់ប្រវត្តិ back story របស់គាត់សិនកាលពីមុននេះគឺជាមនុស្សម្នាក់ដែលកើតនៅក្នុងតកូលរាជវង្សហើយតែបន្ទាប់មកគាត់ដឹងថាទ្រព្យសម្បត្តិជួយគាត់មានអំណាចដូច្នេះហើយទៅនៅក្នុងមួយជីវិតរបស់គាត់ធ្វើអ្វីៗគ្រប់យ៉ាងគឺដើម្បីដើរប្រមូលទ្រព្យសម្បត្តិឲ្យបានកាន់តែច្រើនទៅប៉ុន្តែនៅថ្ងៃដែលគាត់ស្លាប់គ្មានគ្រួសារណាម្នាក់នៅក្បែរគាត់នោះទេតាមពិតទៅគាត់ក៏មានកូន2នាក់ផងដែរម្នាក់ប្រុសម្នាក់ស្រីគាត់បានបញ្ជូនកូនប្រុសរបស់គាត់ទៅច្បារដណ្ដើមយកទឹកដីរបស់គេពិតមែនថាដណ្ដើមបានតែកូនប្រុសរបស់គាត់បានបាត់បង់ជីវិតចំណែកកូនស្រីរបស់គាត់បានបង្ខំឲ្យរៀបការជាមួយនឹងស្ដេចនៅនគរផ្សេងរឿងនេះបានធ្វើឲ្យគាត់សោកស្ដាយខ្លាំងណាស់បើសិនជាគាត់មិនលោភលន់ពេកទេគ្រួសាររបស់គាត់ប្រហែលជាអាចរស់នៅជុំគ្នាហើយបន្ទាប់មកគាត់បានឲ្យធានមិញសម្រេចចិត្តជាលើកចុងក្រោយតែចង់ធ្វើជាអ្នកមានអត់កន្លែងនោះបើសិនជា admin ជាធានមិញវិញ admin ឆ្លើយថា yes ភ្លាមអត់មានអីត្រូវគិតច្រើនទេព្រោះមិនមែនឲ្យតែអ្នកមានសិតតែមានជីវិតឯកាដូចនេះនឹងណាមែនអត់ខណៈពេលដែលធានមិញកំពុងតែពិចារណាប៉ារបស់លីណាបានឡើងទៅដល់ហើយស្នើសុំឲ្យធានមិញប្រកល់ប៉ាន់តែឲ្យគាត់នៅពេលនោះអាប៉ែងងបានក្បត់ហើយព្យាយាមដណ្ដើមប៉ាន់តែពីធានមិញទុកប្រើខ្លួនឯងហិចចោចាខណៈពេលនោះប៉ារបស់លីណាបានឡើងទៅយកប៉ាន់តែបានតែគាត់មិនទាន់បានបួងសួងផងអាប៉ែងងបានទាត់ធានមិញធ្លាក់ចូលទៅខាងក្រោមបន្ទាប់មកក៏បានទាត់ប៉ារបស់លីណាធ្លាក់ចូលទៅផងដែរ Mr. Wang ពេលបានធ្វើជាម្ចាស់របស់នេះហើយអាប៉ែងងបានបួងសួងឲ្យដៃរបស់គាត់ខ្លាចជាដៃទឹកប៉ារបស់អីក៏ដោយក៏ខ្លាចទៅជាមាសទាំងអស់កន្លែងណាអាប៉ែងងដូចជាបថុយពេកហើយបើសិនជាគាត់ច្រឡំដៃយកទៅកែអាចជាមួយអីហ្នឹងច្បាស់ជាខ្សែជីវ៉ាមិនខានតាមពិតទៅបំណងថ្នាក់ទី1របស់ប៉ែងងគួរទៅបួងសួងសុំឲ្យមានសក់វិញទើបត្រឹមត្រូវបន្តមកទៀតលីណាបានទៅដល់ទីនោះផងដែរលោកប៉ាយ៉ាងម៉េចហើយប៉ាច្បាស់ជាមិនរស់ទេកូនអញ្ចឹងលោកប៉ាមានសល់ទ្រព្យសម្បត្តិអីខ្លះទុកអីកូនអត់សល់អីទេក្រុមហ៊ុនប៉ាខ្សែធនហើយចុះលោកប៉ាមានទិញធានារ៉ាប់រងជីវិតអត់ស្អីរឿងបន្តទៀតធីមីបានតាមទៅយកប៉ាន់តែពីប៉ែងងមកវិញការប្រយុទ្ធគ្នាដណ្ដើមប៉ាន់តែនៅពេលនោះមានលក្ខណៈស្វិតស្វាញហើយក៏មានលក្ខណៈដូចជារញ៉េរញ៉ៃផងដែរម្ដងទៅប៉ាន់តែបានខ្ទាតទៅដល់ដៃរបស់កូនចៅប៉ែងងម្នាក់ហើយកូនចៅម្នាក់នោះបានបួងសួងសុំកូនឆ្កែយ៉ាងច្រើនព្រោះគាត់ស្រឡាញ់កូនឆ្កែក្រោយមកទៀតប៉ាន់តែបានខ្ទាតទៅដល់កូនចៅរបស់ប៉ែងងម្នាក់ទៀតដែលជាមនុស្សកទឿហើយប៉ែតឿនោះបានបួងសួងសុំឲ្យមានជើងវែងត្រង់នេះគេចង់បង្ហាញថាសម្រាប់មនុស្សល្ងងដែលគ្មានបញ្ញាទោះបីជាសំណានធ្លាក់មកដល់ដៃក៏ដោយក៏ពួកគេមិនអាចយកទៅធ្វើអីជាដុំកំភួនបានដែរចឹងក្រោយប៉ែងងនិងធានមិញបានដណ្ដើមប៉ាន់តែគ្នានៅលើនេះតែម្ដងពេលនោះដោយសារតែក្បាច់គុណរបស់ធានមិញមិនដល់អាប៉ែងងគាត់ប៊ីនឹងត្រូវបានប៉ែងងវាយខ្លាយទៅជាមាសទៅហើយតែបានសត្វនេះចូលខ្លួនមកជួយហើយជ្រាបពេលដែលប៉ែងងមិនប្រយ័ត្នធានមិញក៏លោតទៅចាយទាត់ដៃរបស់គាត់ឲ្យប៉ះត្រូវខ្លួនឯងនៅទីបំផុតប៉ែងងបានខ្លាយខ្លួនទៅជាមាសហើយធ្លាក់ចុះទៅបុកស្វៀនបែកខ្លួនខ្ទេចចំណែកនេះក៏ខ្លាយទៅជាមាសផងដែរហើយធ្លាក់ចូលទៅក្នុងទឹកជាមួយនឹងធានមិញពេលហ្នឹងធានមិញក៏ព្យាយាមស្រង់នេះឡើងមកខាងលើវិញតែទៅអត់រួចសរុបជាលទ្ធផលអាប៉ែងងបានស្លាប់ប៉ារបស់លីណាបានស្លាប់ចំណែកធានមិញរបស់យើងនៅតែក្រដដែលតាមតែមើលនេះវិញព្រលឹងរបស់គាត់បានឡើងទៅដល់ឋានសួគ៌ហើយអ្នកចាំទ្វារក៏បើកទ្វារឲ្យគាត់ឆ្លងទៅផងដែរប៉ុន្តែនេះបានដូរចិត្តមិនចង់រស់នៅឋានសួគ៌ទេគាត់នៅធានមិញហើយចង់សម្រេចបំណងប្រាថ្នាចុងក្រោយរបស់ធានមិញម្នាក់ទៀតដល់ទៅពេលអញ្ចឹងគេក៏អនុញ្ញាតឲ្យនេះត្រឡប់មកធ្វើការនៅផែនដីវិញនៅពេលដែលធានមិញបានជួបនេះម្ដងទៀតអញ្ចឹងគាត់សប្បាយចិត្តណាស់ហើយបំណងប្រាថ្នាចុងក្រោយរបស់គាត់គឺគាត់បួងសួងសុំឲ្យប៉ារបស់លីណារស់ឡើងមកវិញប៉ារស់មកវិញហើយកុំភ្លេចទិញធានារ៉ាប់រងជីវិតផងកាត់តែមើលធានមិញវិញបន្ទាប់ពីសម្រេចម្ដងហើយប៉ាន់តែរបស់គាត់ក៏បានរលាយទៅបាត់ក្រោយមកនៅពេលដែលធានមិញត្រឡប់ទៅដល់ផ្ទះមិនទាន់បានញ៉ាំអាហារពេលយប់ផងលីណាហើយនឹងប៉ារបស់នាងបានទៅដល់យ៉ាកូនចង្រៃគឺអីកូនកំមុំគេបានឲ្យគេមករកដល់ផ្ទះតែប៉ាត់របស់លីណាមកនឹងគឺដើម្បីឲ្យកូនធានមិញដែលបានជួយជីវិតរបស់គាត់បន្ទាប់មកពួកគេបានអង្គុយញ៉ាំអាហារពេលយប់ជុំគ្នាហើយប៉ារបស់លីណាយល់ថាស៊ុបដែលម៉ាក់របស់ធានមិញធ្វើឆ្ងាញ់ខ្លាំងណាស់ហើយក្រោយមកមិនយូរប៉ុន្មានគាត់ក៏បបួលម៉ាក់របស់ធានមិញបើកភោជនីយដ្ឋានរួមគ្នា business របស់ពួកគេបានដំណើរការទៅយ៉ាងជោគជ័យថ្ងៃមួយធានមិញបានឃើញប៉ាន់តែមួយដែលមានរូបនាគនៅលើនោះហើយគាត់ដឹងភ្លាមថានោះគឺជានាគដែលគាត់ធ្លាប់ស្គាល់នៅពេលនេះនាគសម្រេចចិត្តឲ្យថាគាត់ចង់រស់នៅផែនដីដើម្បីជួយមនុស្សឲ្យបានច្រើនអ្នកទៀតព្រោះការធ្វើអញ្ចឹងវាផ្ដល់ឲ្យគាត់នូវសេចក្តីសុខពិតប្រាកដខ្លឹមសារសំខាន់នៅក្នុងរឿងនេះគឺចង់និយាយថាទ្រព្យសម្បត្តិមិនសំខាន់ដូចគ្រួសារនោះទេប៉ុន្តែសម្រាប់ admin វិញ admin យល់ថាលុយសំខាន់ណាស់តើតាមានលុយទើបអាចរកសេចក្តីសុខជូនគ្រួសារបានបើសិនជាអ្នកទាំងអស់គ្នាយល់យ៉ាងណាសូមជួយផ្ដល់ជាមតិយោបល់នៅក្នុង comment ផងសូមអរគុណអ្នកទាំងអស់គ្នាដែលបានតាមដានទស្សនារឿងនេះជាមួយខ្ញុំបើសិនជាអ្នកទាំងអស់គ្នាចូលចិត្តកុំភ្លេចជួយចុច like ហើយនិងជួយ subscribe ផងសង្ឃឹមថានឹងបានជួបគ្នានៅក្នុងវីដេអូក្រោយនៅក្នុងពេលឆាប់ៗ